អនុញ្ញាតសូមគោរពជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយដែលកំពុងតាមដាននៅ Channel YouTube របស់ខ្ញុំ Mr. ជាក៏ដូចជានៅក្នុង Page របស់ខ្ញុំ Mr. ជាផងដែរខណៈពេលនេះខ្ញុំកំពុងតែបង្ហាញបាទនៅទីតាំងក៏ដូចជាបាទទំនប់មួយកន្លែងមួយទៀតហើយបាទទំនប់នេះជាទំនប់ទី3ហើយបងប្អូនដែលយើងទំនប់នេះការជួសជុលថ្មីដូចគ្នាទំនប់នេះគេហៅថាទំនប់ក្បាលក្របីបងប្អូនបាទទំនប់នេះជាសល់ពីសម័យបាទពលពតឬក៏ហៅថាសម័យ3ឆ្នាំហ្នឹងបងប្អូនបាទខ្ញុំអត់សូវស្គាល់ច្បាស់ទេអធិស្ឋានផងបាទទំនប់នេះជាទំនប់លើកទី3ហើយបងប្អូនយើងចិត្តដល់ទំនប់ធំហើយវីដេអូក្រោយយើងនឹងជួបគ្នានៅវីដេអូទំនប់វីដេអូធំតែម្ដងបាទហើយនេះជាទំនប់កន្លែងទំនប់ក្បាលក្របីតែម្ដងឥឡូវនេះគឺយើងកាយដូចជានៅទំនប់ឡោកដែរបាទទំនប់នេះយើងសាងសង់នៅសម័យពលពតដូចគ្នាបាទនេះឥឡូវគេកាយដាក់ថ្មីបងប្អូននៅលើទំនប់ចាស់ទេបាទហ្នឹងហើយបងប្អូនមិញខ្ញុំសួរអ្នកភូមិដែរគាត់ថាទំនប់ហ្នឹងឯងអញ្ចឹងយើងច្បាស់ជាក់លាក់ហើយបាទអូខេនេះបាទស្គាល់ណាបងប្អូនអ្នកខ្លះក៏គាត់ធ្លាប់លក្ខណៈថាគាត់ធ្លាប់មកលើឬគាត់ធ្លាប់មកបាទធ្វើការនៅនឹងកាលពីសម័យគេហៅសម័យពលពតសម័យ3ឆ្នាំហ្នឹងបងប្អូននេះហើយជាទំនប់បាទក្បាលក្របីបាទបងប្អូនចាស់លោកអ៊ំគាត់ស្គាល់ហើយបាទបើសិនគាត់ធ្លាប់ឆ្លងកាត់កន្លែងនេះគាត់លើឈ្មោះនឹងប្រហែលជាស្គាល់តែយើងមិនដឹងថាឈ្មោះពីមុនគេដាក់ឈ្មោះអីទេបាទហ្នឹងហើយបងប្អូនឥឡូវយើងមកទស្សនានៅវីដេអូតិចទៅបាទជាមួយនឹងទំនប់តិចទៅនេះហើយបងប្អូនទំនប់ហ្នឹងហើយយើងផ្លូវយើងធ្វើបើកបាទនេះផ្លូវនេះចាក់ទៅហៅទៅចៃមានជ័យណាបាទទៅខាងនេះណាគុំចៃមានជ័យបាទហើយចំណែកទៅខាងនោះផ្លូវយើងមកពីភូមិយើងផ្សេងដទៃទៀតបាទនេះជាទំនប់ក្បាលក្របីបងប្អូនកាលពីសម័យពលពតតែគេបាទលើកធ្វើជាទំនប់បាទដើម្បីយកទឹកប្រើប្រាស់ហើយទំនប់នេះជាទំនប់ទី3ហើយបាទយើងជិតដល់ទី4ហើយដែលទំនប់ដែលធំបងប្អូនទំនប់មួយទៀតនោះគឺទំនប់ទី2បាទទំនប់ទី2ឯណោះយើងបងប្អូនទស្សនាឃើញច្បាស់លាស់ហើយតែគឺថាមិនតាន់មានអ្នកណាធ្វើទេហើយក៏មិនតាន់មានអ្នកណាទប់ដូចទំនប់2នេះដែរដូចទំនប់ឡោកនិងទំនប់ក្បាលក្របីនេះដែរបាទនេះបងប្អូនគឺថាមានការជួសជុលទប់ទំនប់វិញដើម្បីយកទឹកមកប្រើប្រាស់ណាបងប្អូននេះគឺថាទឹកច្រើនរបស់គេមែនបាទរត់ទៅកើតបងប្អូនឆ្ងាយដែរបងប្អូនលើក្នុងទំនប់បាទនេះជាអូបងប្អូននេះអូហើយទំនប់នេះជាគេទប់ដែរបាទដោយសារតែសម័យនោះជាសម័យខ្មៅងងឹតបាទជាសម័យពលពតដែរបាទគ្មានអ្វីជាកំណត់កត់ត្រាហេតុក៏ដូចជាការបដិឆេទឲ្យបានត្រឹមត្រូវទេបាទហើយបានឃើញក៏ដូចជាបានដឹងពីចាស់ដែលគាត់បានអនុវត្តផ្ទាល់បាទគាត់តែងតែនិយាយគាត់តែងតែប្រាប់អញ្ចឹងណាបាទសម្រាប់យើងក្មេងៗចំនួនក្រោយហើយខ្ញុំមិនបានបង្ហាញបាទជាផុសតាងឲ្យច្បាស់លាស់ឬក៏បង្ហាញជាចំនួនមនុស្សដែលគាត់មកធ្វើការនៅតំបន់ហ្នឹងឬក៏គាត់បាទចុះមកជីទំនប់នឹងនៅឆ្នាំណាទេបងប្អូនឲ្យអធិស្ឋានបាទគឺថាគោលបំណងរបស់ខ្ញុំគ្រាន់តែបង្ហាញនៅទំនប់នីមួយទាំង4នឹងតែម្ដងអញ្ចឹងណាបងប្អូនគោលដៅរបស់ខ្ញុំគ្រាន់តែបង្ហាញទំនប់តែប៉ុណ្ណោះបើសិនជាពុកម៉ែបងប្អូនចង់ដឹងកាន់តែច្បាស់បាទអាចនឹងរួនអ្នកដែលគាត់បាទចុះនៅអនុវត្តកាលនៅសម័យនឹងតែម្ដងទៅបាទអូខេឥឡូវវីដេអូយើងក៏ឈានមកដល់បាទចិត្តគៀកទីបញ្ចប់ឲ្យពុកម៉ែបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនពេញចិត្តកុំភ្លេចចុចជាវនៅសញ្ញារូបកណ្ដឹងរបស់ខ្ញុំឲ្យបានម្នាក់មួយផងបើសិនជាពុកម៉ែបងប្អូនកំពុងតែទស្សនានៅក្នុង Page ពុកម៉ែបងប្អូនអាចចុចនៅសញ្ញា Follow ដើម្បីទទួលនៅវីដេអូរបស់ខ្ញុំបន្តទៀតយើងនឹងជួបគ្នាបន្តទៀតនៅវីដេអូក្រោយយើងជួបទំនប់ធំតែម្ដងអរគុណច្រើនពុកម៉ែបងប្អូនជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អបាទធ្វើដំណើរតាមផ្លូវសូមមានសុខភាព